ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទប្រទេសសម្រាប់លក់ប្រហិតចៀននំប៉័ងសាច់សាច់គោអាំងក៏ដូចជាភេសជ្ជៈគ្រប់មុខមួយឈុតថ្មីទៀតហើយចាហើយពណ៌គឺពណ៌ផ្ទៃមេឃចានិយាយរួមទៅគឺពណ៌ផ្ទៃមេឃយ៉ាងចាស់ស្អាតខ្លាំងមែនតែនចាពណ៌គឺប្លែករហូតតែម្ដងចាហើយដំបូងខាងលើគឺយើងប្រើពណ៌ទឹកប៊ិចចាហើយសម្រាប់ខាងមុខនេះគឺយើងមានទូប្រហិត2កំហុសខាងចំហៀងក៏យើងមានមួយហើយខាងក្រោយនេះដែរគឺយើងមានទូ2ថ្នាក់3ប្រឡោះសម្រាប់ដាក់គ្រឿងដូចជានំប៉័ងឬក៏សាច់គោអាំងអីរបស់គាត់ហ្នឹងគឺអាចដាក់ក្នុងទូនឹងបានចាខាងក្រោយក៏យើងមានប្រឡោះសម្រាប់ដាក់គ្រឿងកំប៉ុងអីបាននៅក្នុងហ្នឹងហើយក៏យើងមានចក្រានមួយសម្រាប់អាំងសាច់គោអាំងឬក៏អាំងនំប៉័ងរបស់គាត់ហ្នឹងចាសម្រាប់ខាងក្នុងតែគឺភ្ញៀវគាត់ប្រើចក្រានកាត់ដៃទេគាត់អត់ប្រើចក្រាន5គីឡូអីទេគាត់ប្រើចក្រានកាច់ដៃដាក់នៅលើរទេះហ្នឹងតែម្ដងចាខាងលើអីគឺយើងមានតនើមានអីដាក់អីវ៉ាន់ដូចតែយើងអត់ដឹងអញ្ចឹងចាហើយសម្រាប់មឈុតនេះដែរគឺភ្ញៀវរបស់យើងគាត់បានកំងយកទាំងម៉ូតូនិងរទេះតែម្ដងចាហើយនិយាយផ្លិចបើកទ្វារមុខក្រោយឲ្យមើលចានិយាយទៅគឺរទេះនេះគឺយើងមានទ្វារបិទបើកមុខក្រោយដែរបានចាក់សោបានចាហើយមានកាងមានអីដាក់ធុងតកកសម្រាប់លក់ភេសជ្ជៈរបស់គាត់នឹងបានចាហើយសម្រាប់ឧបភាពអីគឺយើងបិទជូនគាត់4សន្លឹកដូចដែរខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងអញ្ចឹងមួយសន្លឹកបាំងកង់ធំនៅខាងក្រោមហ្នឹងហើយខាងលើ3សន្លឹកចាហើយមួយវិញទៀតសម្រាប់ពុកម៉ែបងប្អូនដែលគាត់អត់ស្រឡាញ់ពណ៌ហ្នឹងអីស្រឡាញ់ពណ៌ផ្សេងអីគឺអាចធ្វើការកម្មងបានចាគឺខាងយើងបានជូនដោយឥតគិតថ្លៃបន្ថែមពីលើតម្លៃរទេះរបស់យើងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការមិនថាប្រភេទរទេះកម្មងបែបហ្នឹងឬក៏លក្ខណៈប្រភេទរទេះកម្មងអីផ្សេងៗហ្នឹងគឺអាចធ្វើការកម្មងតាមរយៈเพจនេះតឬតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូហ្នឹងបានចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ